បើសូមញ៉ាំគ្រប់នឹងជម្រាបសួរលោកស្រីនិងកញ្ញាជាទីគោរពនិងជាទីមេត្រីដែលកំពុងតាមដានទស្សនានៃកັບផ្សាយផ្ទាល់នៅទីនេះបើក៏ដូចជាបងប្អូនដែលកំពុងតាមដានទស្សនានៅតាមការដ្ឋានផងដែរសូមស្វាគមន៍មកកាន់កម្មវិធីនៃកັບផ្សាយផ្ទាល់ការចាប់ឆ្នោតរបស់ក្រុមហ៊ុនមហាលីបលូតូបាននៅក្នុងថ្ងៃនេះជាបន្តទៀតសម្រាប់ថ្ងៃទី21កក្កដាឆ្នាំ2017នេះចាក្រុមហ៊ុនឆ្នោតមហាលីបលូតូគឺជាក្រុមហ៊ុនស្របច្បាប់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវយើងគឺជាក្រុមហ៊ុនដែលបង្កើតឡើងនិងដំណើរការដោយវិនិយោគទុនក្នុងស្រុកគឺមិនមែនជាក្រុមហ៊ុនរបស់បរទេសឡើយចាយើងថែមទាំងប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់តម្លាភាពនិងយុត្តិធម៌យើងក៏មានគណៈកម្មការចូលរួមដើម្បីត្រួតពិនិត្យលទ្ធផលឆ្នោតដើម្បីធានាបាននូវភាពត្រឹមត្រូវគ្រប់លទ្ធផលទាំងអស់បត់ហើយកញ្ញាណាបាទតម្លាភាពយុត្តិធម៌ត្រឹមត្រូវនឹងមានន័យមិនដែរបាទចាតម្លាភាពយុត្តិធម៌នឹងមានន័យមិនដែរបាទចាតម្លាភាពយុត្តិធម៌មានន័យថារាល់ការចេញនៅលទ្ធផលឆ្នោតទាំងអស់របស់ក្រុមហ៊ុនឆ្នោតមហាលីបលូតូគឺมันមានលាក់បាំងអ្វីទាំងអស់ដែលយើងមានការផ្សាយផ្ទាល់នៅលើចាត់ទូរទស្សន៍របស់ CTN ក៏ដូចជាមានការផ្សាយផ្ទាល់នៅលើ page Facebook របស់ក្រុមហ៊ុនឆ្នោតមហាលីបលូតូក៏ដូចជាចាមានអតិថិជនរបស់យើងក៏ដូចជាអ្នកទស្សនាគឺជាសាក្សីរបស់លទ្ធផលឆ្នោតរបស់យើងបាទអរគុណណាស់ហើយសម្រាប់កញ្ញាផ្ទាល់មិនដឹងទេថាតើអ្នកណាគឺជាសាក្សីលើលទ្ធផលឆ្នោតទាំងអស់នេះបាទចាគឺដឹងចារាល់ការចេញលទ្ធផលឆ្នោតទាំងអស់គឺយើងមានគណៈកម្មការចំនួន3រូបដើម្បីចូលរួមត្រួតពិនិត្យនៅក្របឆ្នោតក៏ដូចជាលទ្ធផលឆ្នោតដើម្បីធានាបាននូវភាពត្រឹមត្រូវគ្រប់លទ្ធផលទាំងអស់បាទអញ្ចឹងមានន័យថារាល់លទ្ធផលទាំងអស់អត់មានការរៀបចំទុកជាមុនហើយក៏មានការខ្លែងបន្លំដែរហើយលទ្ធផលបានបង្ហាញជូនទៅកាន់បងប្អូនយើងបាននៅលើធុងឆ្នោតទាំង6ធុងនេះបាទបងប្អូនដែលជាអតិថិជនរបស់មហាលីបលូតូទាំងអស់អាចធ្វើការត្រួតពិនិត្យបាទភ្លាមតែម្ដងដឹងលទ្ធផលភ្លាមថាតើគាត់អាចមានសំណាងគ្នានៅរង្វាន់ធំឬក៏រង្វាន់លងចិត្តបាទចាហើយលោកទៅប្តីឧទាហរណ៍ថាបើសិនជារាល់ការចេញលទ្ធផលឆ្នោតទាំងអស់គឺមិនមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ក៏ដូចជានៅលើការផុសចានៅលើ page Facebook របស់ក្រុមហ៊ុនឆ្នោតមហាលីបលូតូទេតែនឹងមានបញ្ហាអ្វីកើតឡើងបាទបើយើងសម្រាប់បញ្ហាខ្ញុំមិនដឹងថាមានបញ្ហាដែរបញ្ហាយ៉ាងម៉េចដែរក៏ប៉ុន្តែជាទូទៅយើងស្ដាប់គិតមើលខ្ញុំណាបើសិនបើអត់មានការ live ផ្ទាល់អត់មានការផ្សាយផ្ទាល់ឲ្យបងប្អូនបាទក៏បានទស្សនាបាទហើយយើងអត់ដឹងថាលទ្ធផលហ្នឹងចេញពីប្រឡោះណាផងអត់ដឹងថាចេញពីប្រភពណាគឺយើងអត់ដឹងអញ្ចឹងមានន័យថាដើម្បីបញ្ជាក់នូវភាពត្រឹមត្រូវលុះត្រាតែមានការផ្សាយផ្ទាល់ជាជូនទៅកាន់បងប្អូនបាទគាត់ទស្សនាទាំងអស់គ្នាបាទអញ្ចឹងមានន័យថាលទ្ធផលហ្នឹងពិតជាត្រឹមត្រូវចាហើយមួយវិញទៀតលោកធម្មតីកន្លងមកគឺរង្វាន់ជ័យផលរបស់យើងគឺពុំទាន់ស្វែងរកឃើញនៅអ្នកឈ្នះនោះទេចានាងខ្ញុំចង់ដឹងខ្លាំងមែនទែនតាមមូលហេតុអ្វីបានជាចារង្វាន់ជ័យផលពុំទាន់ស្វែងរកឃើញនៅអ្នកឈ្នះបាទកន្លងមកអត់ទាន់មានអ្នកឈ្នះដោយសារតែយើងនឹងចាក់មិនទាន់ដល់កម្រិតចាមិនទៅលោកធម្មតីចាក់អត់ទាន់ដល់កម្រិតចាក់អត់ទាន់ដល់កម្រិតមានថាចាក់អត់ទាន់ដល់មិនដល់ចំណុចមួយដែលកឹបបាទអត់ទាន់ដល់កម្រិតអត់ទាន់ដល់ចំណុចមួយដែលកឹបបាទឧទាហរណ៍ថាជាធម្មតាខ្ញុំណាធ្លាប់ខ្ញុំចាក់ឧទាហរណ៍ណាចាក់ត្រឹមឆ្នាំងដៃយើងចាក់ឲ្យបានវែងកឹបត្រឹមនឹងមកបាទឧទាហរណ៍ណាឧទាហរណ៍មានថាយើងថ្ងៃនេះយើងជាវបាន5ខ្សែថ្ងៃស្អែកយើងបន្តការចាក់ឡើងបាន10ខ្សែពី10ខ្សែឡើងទៅ20ខ្សែអញ្ចឹងទៅបាទនោះនឹងងាយឆាប់រកឃើញអ្នកដែលមានសំណាងឈ្នះនៅបាទមហាលីប6ខ្ទង់ជាពិសេសគឺទឹកប្រាក់នៃរង្វាន់ជ័យផលគឺថាច្រើនមែនទែនបាទដូចជានៅក្នុងថ្ងៃនេះអញ្ចឹងបាទខ្ញុំណាទឹកប្រាក់ក៏បានកើនឡើងរហូតដល់460លានរៀលនេះគឺជាទឹកប្រាក់ដ៏ច្រើនទៅធប់ហើយខ្ញុំបាទក៏សូមបញ្ជាក់ជូនទៅកាន់បងប្អូនក៏ដូចជាអតិថិជនរបស់មហាលីបលូតូទាំងអស់ឲ្យបានជ្រាបអំពីកម្មវិធីដ៏ពិសេសនេះគឺយើងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN បាទជារាល់ថ្ងៃនៅវេលាម៉ោង 4:45 នាទីល្ងាចរហូតដល់ម៉ោង 5 ល្ងាចហើយក៏មានការ live ផ្ទាល់នៅលើ page Facebook របស់ក្រុមហ៊ុនបាទមហាលីបលូតូក៏មានការចុះផ្សាយផងដែរខ្ញុំណានៅលើ website បាទគឺ www.mahalibloto.com.kh និងលើបាទប្រព័ន្ធ YouTube នៅក្នុងថ្ងៃនេះសម្រាប់ថ្ងៃទី21កក្កដាឆ្នាំ2017យើងធ្វើការផ្ដល់សំណាងជាជូនទៅកាន់អតិថិជនទាំងអស់ដែលបានចូលរួមផ្សងសំណាងជាមួយនឹងមហាលីបដងចិត្តក៏ដូចជាបាទមហាលីប6ខ្ទង់ដែលលោកអ្នកបានជ្រាបហើយថាថ្ងៃនេះទឹកប្រាក់ក៏បានកើនឡើងរហូតដល់បាទ$115,000ឬក៏460លានរៀលបាទតែប៉ុណ្ណាលោកធម្មតីចាក្នុងពេលនេះនាងខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនទាំងអស់គឺកំពុងតែទន្ទឹងរង់ចាំផ្ទៀងជាមួយនឹងសិលឹកឆ្នោតរបស់ពួកគាត់ចាថាតើនៅក្នុងថ្ងៃនេះលេខឆ្នោតទាំង6ខ្ទង់គឺមានលេខប្រមាណខ្លះចាដូច្នេះនៅពេលនេះដើម្បីកុំឲ្យខាត់ពេលវេលាយូរនាងខ្ញុំក៏សូមក្រុមអញ្ជើញគណៈកម្មការដើម្បីចាឡើងមកផ្ដល់កិត្តិយសធ្វើការចាប់រង្វាន់នៅក្នុងថ្ងៃនេះបាទសូមក្រុមអញ្ជើញបាទជម្រាបសួរបាទសូមអញ្ជើញបាទលោកស្រីនេះកញ្ញាជាទីគោរពនិងជាទីមេត្រីមុនធ្វើការផ្ដល់សំណាងជាជូនទៅកាន់អតិថិជនរបស់មហាលីបលូតូនៅក្នុងថ្ងៃនេះជាដំបូងខ្ញុំបាទក៏សូមក្រុមអញ្ជើញគណៈកម្មការរបស់យើងដើម្បីធ្វើការត្រួតពិនិត្យបាទសូមក្រុមអញ្ជើញចាអរគុណ
ចាអស់លោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅពេលនេះគណៈកម្មការរបស់យើងគឺបានត្រួតពិនិត្យនៅក្របឆ្នោតទាំង6ធុងរួចជាស្រេចហើយបានបញ្ជាក់យ៉ាងច្បាស់មានសិលឹកឆ្នោតនៅក្នុងដៃចាសូមធ្វើឲ្យទៀងទាត់ជាមួយនឹងយើងខ្ញុំនៅពេលបន្តិចនេះទាំងអស់គ្នាថាតើនៅក្នុងថ្ងៃនេះរង្វាន់ jackpot ទឹកប្រាក់រហូតដល់460លានរៀលនឹងបានទៅលើអតិថិជនដែលរស់នៅក្នុងខេត្តណាក៏ដូចជាក្រុងណាហើយក៏ដូចជាតើនៅក្នុងថ្ងៃនេះចាលេខឆ្នោតទាំង6ខ្ទង់គឺមានលេខប៉ុន្មានខ្លះបងអរគុណនៅលើនេះអតិថិជនរបស់មហាលីបតូទាំងអស់បាទសូមធ្វើការត្រៀមខ្ញុំបានរាប់ជូនចំនួន3យើងធ្វើការចាប់ផ្ដើមតែម្ដង1 2បាទ3សូមចាប់ផ្ដើមលោកស្រីនេះកញ្ញាជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងកំពុងធ្វើការក្រឡុកនៅក្របឆ្នោតបាទទាំង6ធុងនេះហើយតើលេខសំណាងបាទនៅក្នុងថ្ងៃនេះមានលេខប្រមាណខ្លះបាទឥឡូវនេះយើងបានស្វែងរកឃើញហើយសម្រាប់លទ្ធផលនៅក្នុងថ្ងៃទី21កក្កដាឆ្នាំ2017នេះផ្ទាល់តែម្ដងនៅក្នុងគណៈពេលនេះខ្ញុំបានសូមធ្វើការប្រកាសជូនបាទខ្ទង់ទី1បាទខ្ទង់ទី1បាទគឺមានលេខ3ខ្ទង់ទី2បាទខ្ទង់ទី2បាទគឺមានលេខ5ខ្ទង់ទី3បាទខ្ទង់ទី3បាទគឺមានលេខ1ខ្ទង់ទី4បាទខ្ទង់ទី4បាទគឺមានលេខ6ខ្ទង់ទី5បាទខ្ទង់ទី5បាទគឺមានលេខ0ខ្ទង់ចុងក្រោយបាទត្រូវជាមួយនឹងខ្ទង់ទី6បាទសម្រាប់ខ្ទង់ទី6បាទគឺមានលេខបាទគឺលេខ6ចាអស់លោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនៅពេលនេះនាងខ្ញុំក៏សូមបញ្ជាក់នៅលេខឆ្នោតទាំង6ខ្ទង់ដែលមាននៅក្នុងថ្ងៃនេះសាជាថ្មីម្ដងទៀតចានៅខ្ទង់ទី1គឺមានលេខ3ខ្ទង់ទី2គឺមានលេខ5ខ្ទង់ទី3គឺមានលេខ1ខ្ទង់ទី4គឺមានលេខ6ចាខ្ទង់ទី5គឺមានលេខ0និងខ្ទង់ចុងក្រោយគឺមានលេខ6លោកស្រីនេះកញ្ញាលោកអ្នកបានជ្រាបអំពីលទ្ធផលនៅក្នុងថ្ងៃនេះហើយដែលយើងខ្ញុំទៅពីអ្នកបានធ្វើការប្រកាសជូនឥឡូវនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីលទ្ធផលនៅក្នុងថ្ងៃនេះថាតើត្រឹមត្រូវដែរឬយ៉ាងណានោះខ្ញុំបាទក៏សូមគ្រប់បញ្ជាគណៈកម្មការរបស់យើងដើម្បីធ្វើការត្រួតពិនិត្យបញ្ជាក់បាទសូមគ្រប់បញ្ជាចាអរគុណចាគណៈលទ្ធផលនៅក្នុងថ្ងៃនេះគឺពិតជាត្រឹមត្រូវច្បាស់លាស់ 100% ដោយមានការបញ្ជាក់ដោយផ្ទាល់ពីគណៈកម្មការរបស់យើងបាទខ្ញុំបាទក៏សូមអរគុណដល់គណៈកម្មការដែលបានផ្ដល់កិត្តិយសបាទក្នុងការផ្ដល់សំណាងជាជូនទៅកាន់អតិថិជនរបស់មហាលីបតូនៅក្នុងថ្ងៃទី21កក្កដាឆ្នាំ2017នេះដែលលោកអ្នកបានជ្រាបហើយនៅក្នុងថ្ងៃនេះទឹកប្រាក់នៃរង្វាន់ jackpot ក៏បានកើនឡើងរហូតដល់460លានរៀលនេះគឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកធាប់ហើយគឺជាអ្វីដែលបងប្អូនអតិថិជនរបស់មហាលីបតូទាំងអស់កំពុងតែទន្ទឹងរង់ចាំបោះចង់ដឹងនៅលទ្ធផលនៅក្នុងថ្ងៃនេះយ៉ាងណាមិញលោកអ្នកបានជ្រាបហើយសម្រាប់លទ្ធផលតកតងទៅនឹងមហាលីបរងចិត្តដែលយើងបានបង្ហាញជូនទៅកាន់លោកស្រីនេះកញ្ញានៅលើខ្ចទទួលមុននេះបន្តិចហើយសម្រាប់បងប្អូនដែលក៏បានចូលរួមផ្សងសំណាងអ្នកត្រូវអ្នកបិទត្រូវសុទ្ធតែសប្បាយចិត្តទាំងអស់គ្នាចា៎បាទមានការសោកស្ដាយតិចតួចដល់ពេលគាត់ថាអូភ្លេចថែមបន្តិចអញ្ចឹងណាចា៎បាទអរគុណលោកស្រីនេះកញ្ញានៅក្នុងគណៈពេលនេះពីកម្មវិធីទាំងមូលសូមអនុញ្ញាតសម្រាប់មួយភ្លេចសិនចាលោកលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីចាដោយដែលបានដឹងហើយនៅក្នុងថ្ងៃនេះរង្វាន់ jackpot របស់យើងគឺបានកើនឡើងច្រើនមែនទែនគឺរហូតដល់460លានរៀលដែលគិតទៅជាប្រាក់ដុល្លារគឺស្មើនឹង115,000ដុល្លារចាប់ពិតជាចង់ដឹងខ្លាំងណាស់លោកធម្មតីថាតើនៅក្នុងថ្ងៃនេះតើអតិថិជនដែលរស់នៅក្នុងខេត្តណាក៏ដូចជាក្រុងណាដែលមានលៀបសំណាងឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកធាប់ពីកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះបាទអរគុណណាស់មុនធ្វើការប្រកាសជូនលទ្ធផលនៅក្នុងថ្ងៃនេះផ្ទាល់ចង់សួរបន្តិចយ៉ាងណាចាបាទសួរតាន់តិចណាបាទសួរបន្តិចទេចាប៉ុន្តែគាត់ថាបបោះស្រាយវាវែងច្រើនបន្តិចបាទសួរថាថ្ងៃនេះបានចូលរួមផ្សងសំណាងបានខ្សែថ្ងៃនេះហ៎បាទថ្ងៃនេះបាន32ខ្សែ32ខ្សែចាបាទហើយមានចាក់លេខ30អីហ៎ចាក់បាទចាក់ដែរហ៎ខ្ញុំជឿសួរថាត្រូវឬយ៉ាងម៉េចអត់តន់សួរ
និយាយទៅថ្ងៃមិញខ្ញុំបានទៅចូលរួមសងសំណាងដូចគ្នា ចា ទៅសាប់ជួបអ៊ំម្នាក់ក៏រៀងវ័យចាស់ដែរណាគាត់ថាអេអាចៅគាត់សួរចឹងណា ចា គាត់ធ្វើសម្លេងចាស់តែខ្ញុំជឿធ្វើតាមគាត់ ធ្វើមើលលោកធម្មដីធ្វើបានខ្ញុំជឿ អញ្ចឹងគាត់ថា គាត់និយាយមក អេអាចៅគាត់សួរចឹងណា ចា ហ៎អាចៅកាន់អីនឹងដៃនឹងហ៎ខ្ញុំថាអូលោកតាខ្ញុំកាន់ស្លឹកឆ្នោតមហាលីបលូតូគាត់ថាហីឆើចអានោះគេធ្វើមិនថាអាចៅខ្ញុំប្រាប់ថាអេលោកតាអាហ្នឹងមកខ្សែតែ1000នេះ ចា លោកតាអាចមានសំណាងឈ្នះរហូតដល់460លានរៀល ចា គាត់ថាអូបើអញ្ចឹងអាចៅដាក់តា10ខ្សែដែរ ចឹងតាដាក់10ខ្សែដែរ បាទតាដាក់10ខ្សែចៅដាក់30 ចឹងអស់40ខ្សែ បាទអាហ្នឹងគាត់ផ្សេងគាត់ណា ចា បាទហើយខ្ញុំផ្សេង ចា ត្រូវអត់ចែកគាត់ទេ អត់ចែកទេ បាទ តែបើតាត្រូវដឹងចែកលោកធម្មដីហ្មង អញ្ចឹងហ៎ ចា បាទហ្នឹងហើយពួកគាត់មានលៀបមានសំណាងគាត់ថាអូចាឯងមានសំណាងចេះនាំតាមមានលៀបអញ្ចឹងណា ចា បាទអរគុណណាស់លោកស្រីនេះកញ្ញាជាទីគោរពនិងជាទីមេត្រីនៅក្នុងគណៈពេលនេះខ្ញុំបាទក៏សូមធ្វើការប្រកាសជូនតែម្ដងបាទនៅលទ្ធផលនៅក្នុងថ្ងៃនេះសម្រាប់ថ្ងៃទី21កក្កដាឆ្នាំ2017នេះដែលលោកអ្នកបានជ្រាបហើយនៃបាទទឹកប្រាក់រង្វាន់ Jackpot ថ្ងៃនេះគឺបានកើនឡើងរហូតដល់460លានរៀលទឹកប្រាក់នៅក្នុងថ្ងៃនេះបើយើងគិតជាប្រាក់ដុល្លាររហូតដល់115,000ដុល្លារបាទគឺមិនទាន់បានស្វែងរកអ្នកដែលមានសំណាងបានឈ្នះទៅប្រាក់ពីកម្មវិធីទេក៏ប៉ុន្តែនៅក្នុងថ្ងៃនេះផ្ទាល់បើសូមចូលរួមអបអរសាទរបាទជួបប្រតិជនរបស់មហាលីបលូតូទាំងអស់ដែលមានសំណាងបានឈ្នះនៅរង្វាន់លោកចិត្តនៅក្នុងថ្ងៃនេះបាទរហូតដល់47នាក់ ចាសូមចូលរួមមកអាសាទរទៅកាន់អតិថិជនរហូតដល់47នាក់ដែលបានឈ្នះនឹងជាមួយរង្វាន់លងចិត្តបើទោះបីជានៅក្នុងថ្ងៃនេះរង្វាន់ចែកផតរបស់យើងទឹកប្រាក់រហូតដល់460លានរៀលពុំទាន់ស្វែងរកឃើញអ្នកឈ្នះក៏ប៉ុន្តែយើងក៏បានស្វែងរកឃើញអ្នកដែលឈ្នះរង្វាន់លងចិត្តចានិយាយទៅរង្វាន់លងចិត្តជារៀងរាល់ថ្ងៃតែងតែមានអ្នកឈ្នះចាតិចហើយច្រើនតែប៉ុណ្ណឹងលោកធម្មដី បាទអរគុណណាស់លោកស្រីនេះកញ្ញាជាទីគោរពនិងជាទីមេត្រីណាស់លោកអ្នកបានទស្សនាពីការចាប់ប្រមូលនៅក្នុងថ្ងៃនេះហើយគឺយើងមិនទាន់បានស្វែងរកអ្នកដែលមានសំណាងបានឈ្នះទៅប្រាក់ពីកម្មវិធីទេដូច្នេះសម្រាប់ការចាប់រង្វាន់នៅក្នុងថ្ងៃស្អែកជាបន្តទៀតដែលត្រូវជាមួយនៅថ្ងៃទី22កក្កដាឆ្នាំ2017ទឹកប្រាក់នៃរង្វាន់ Jackpot នឹងកើនឡើងចំនួន2លានរៀលបន្ថែមទៀតដែលសរុបទឹកប្រាក់នៃការចាប់រង្វាន់នៅក្នុងថ្ងៃស្អែកបានក៏បានកើនឡើងរហូតដល់462លានរៀលបាទនេះគឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះបាទសូមរងចាំទស្សនាតគ្នានៅក្នុងថ្ងៃស្អែកជាបន្តទៀតតើអតិថិជនរបស់មហាលីបតូរូបណាដែលក៏មានសំណាងខ្លាយទៅជាអ្នកមានលៀបទទួលបាននៅមហាលីបដ៏ធំធេងពីក្រុមហ៊ុនឆ្នោតមហាលីបលូតូ ចាសម្រាប់បងប្អូនទាំងអស់ដែលមានបំណងសងសំណាងជាមួយនឹងក្រុមហ៊ុនឆ្នោតមហាលីបលូតូក៏ដូចជាមានបំណងចង់ក្លាយទៅជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងថ្ងៃស្អែកគឺរហូតដល់462លានរៀលចាសូមរស់រានជាវឆ្នោតមហាលីបនៅតាមភ្នាក់ងារវិញទូទាំងប្រទេសដែលមានស្លាកសញ្ញាមហាលីបលូតូចាលោកអ្នកជាវកាន់តែច្រើននឹងមានការឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីរបស់យើងក៏កាន់តែច្រើន បាទហើយសម្រាប់កម្មវិធីបាទនៅក្នុងគណៈពេលនេះក៏បានឈានចូលដល់ទីបញ្ចប់មុននឹងគ្រប់លាក៏សូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកស្រីនេះកញ្ញាទស្សនានៃការផ្សាយផ្ទាល់ការចាត់ឆ្នោតរបស់ក្រុមហ៊ុនបានមហាលីបតូយើងធ្វើការផ្សាយជារាល់ថ្ងៃចាប់ពីវេលាម៉ោង 4:45 នាទីរហូតដល់ម៉ោង 5 ល្ងាចបាននៅលើកញ្ចក់ទូរទស្សន៍ CTN ហើយក៏មានការ live ផ្ទាល់នៅលើ page Facebook របស់ក្រុមហ៊ុនមហាលីបតូ ចាជាចុងក្រោយវត្តមានរបស់យើងខ្ញុំទាំងពីរអ្នករួមជាមួយនឹងក្រុមការងារក៏សូមគ្រប់ជូនពរទៅកាន់អស់លោកស្រីនាងកញ្ញាជាពិសេសគឺអតិថិជនរបស់ក្រុមហ៊ុនឆ្នោតមហាលីបលូតូទាំងអស់សូមជួបតែសំណាងល្អសុខភាពល្អបើកបរសូមប្រកបដោយសុវត្ថិភាពនិងជាពិសេសសូមឲ្យមានឱកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីរបស់យើងចាឲ្យបានគ្រប់គ្នា បាទនៅក្នុងគណៈពេលនេះយើងខ្ញុំទាំងពីរអ្នកសូមអរគុណសូមជម្រាបលា